បានប្រកាន់ដែលចៅសៀមជ្រៀនពៀនបានសាងទោះបីជាយករូបព្រះមកបិទបាំងក៏បិទបាបមិនចិត្តនោះដែរមិនយូរមិនឆាប់គង់តែទេវតាបារាមុខនោះទេនៅថ្ងៃសៅរ៍ទី31មករាឆ្នាំ2026នេះអតីតមេបញ្ជាការភូមិភាគ2របស់ថៃលោកក្បាលដែកបាត់ឃ្លាំងហើយក៏ជាឧក្រិដ្ឋជនសង្គ្រាមបានដឹកនាំកូនទាហានសៀមទៅគោរពរូបព្រះពុទ្ធបដិមាដែលនៅក្បែរប្រាសាទតាមាន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយលោកក្បាលដែកបាត់ឃ្លាំងជឿជាក់ថារូបព្រះពុទ្ធបដិមាអាចបិទបាំងបាបកម្មរបស់ពួកគេនិងការពារកូនទាហានរបស់សៀមមិនឲ្យត្រូវគ្រាប់កាំភ្លើងក្នុងការប្រយុទ្ធគ្នាកន្លងទៅនេះសូមបញ្ជាក់ផងដែរថាសៀមបានបើកការវាយប្រហារនិងឈ្លានពានមកលើទឹកដីកម្ពុជាមុនតាំងពីថ្ងៃទី24កក្កដាឆ្នាំ2025មកម្លេះ